មាន8ចំណុចដែលការពារតំណងនំខ្សោយនិងខូចអញ្ចឹងទី1គឺយើងត្រូវអនុវត្តរបបអាហារដែលមានជាតិសរសៃដែលជាតិសរសៃវាមានពីរគឺសរសៃរលាយឬក៏សរសៃមិនរលាយជាតិសរសៃទាំងពីរនេះអាចរំលាយអាហារនិងកាត់បន្ថយជាតិពុលនៅក្នុងខ្លួនយើងទី2គឺការហាត់ប្រាណការហាត់ប្រាណជាប្រចាំចាប់ពី30នាទីឡើងទៅវាអាចធ្វើឲ្យចរន្តឈាមយើងរត់ស្រួលនៅក្នុងសរីរាង្គយើងអញ្ចឹងការហាត់ប្រាណគឺចំណុចសំខាន់ដែរទី3គឺផ្លែឈើដែលមានជាតិប៉ូតាស្យូមទាបមានដូចជាផ្លែប៊ឺរីហើយនិងផ្លែប៉ោមអញ្ចឹងយើងអាចហូបទាំងពីរទៅអាចក៏អត់មានប៉ះពាល់ដល់ចំណងនោមយើងទេយើងហូបផ្លែឈើទាំងពីរមុខនេះហើយទី4គឺការគេងដែលធ្វើឲ្យសុខភាពយើងប្រសើរឡើងឬក៏សុខភាពល្អហ្នឹងគឺចាប់ពី7ម៉ោងទៅ9ម៉ោងព្រោះការគេងហ្នឹងគឺសំខាន់សម្រាប់សរីរាង្គយើងដែរព្រោះយើងអាចនឹងធ្វើការហត់នៅពេលថ្ងៃយើងអាចនឹងគេងបានគ្រប់គ្រាន់ទៅវាអាចកាត់បន្ថយការនឿយហត់ដែរទី5គឺតើតើនឹងសូដ្យូមប៊ីកាបូណាតការទទួលទានសូដ្យូមកាបូណាតដើម្បីជួយក្នុងការមានតុល្យភាពជាតិអាស៊ីតនៅក្នុងសរីរាង្គយើងអញ្ចឹងមានប្រយោជន៍សម្រាប់សុខភាពដែរសូដ្យូមកាបូណាតទី6គឺវីតាមីន D3 ហើយនិង K2 ណាអញ្ចឹងវីតាមីន D និង D3 ហើយនិងការហ្នឹងគឺមានប្រយោជន៍សម្រាប់ឆ្អឹងមួយហើយនិងសម្រាប់បេះដូងមួយសារៈសំខាន់សម្រាប់ការគ្រប់គ្រងជាតិកាល់ស្យូមនៅក្នុងខ្លួនយើងដែរអញ្ចឹងវីតាមីនទាំងពីរនេះគឺល្អណាដល់សុខភាពយើងហើយទី7គឺវីតាមីន B វាផ្ដល់ធម៌ពលនិងមុខងារសរសៃប្រសាទគ្រប់គ្រងការរំលាយអាហារណាវីតាមីន D មានប្រយោជន៍ដែរដើម្បីឲ្យសុខភាពតំណនោមហើយនឹងឲ្យបានល្អដែរទី8គឺជាតិទឹកព្រោះទឹកវាមាន70ទៅ75%នៃទម្ងន់ខ្លួនយើងគឺទឹកហើយអញ្ចឹងការផ្ដល់ទឹកឲ្យបានគ្រប់គ្រាន់ហើយក៏វាមានសារៈសំខាន់បំបញ្ចេញយើងបន្តបងតូចទៅយើងបើទិញតូចវាបញ្ចេញជាតិពុលតាមនឹងដែរអញ្ចឹងឲ្យមានប្រសិទ្ធភាពអញ្ចឹងយើងត្រូវការព្យាយាមហូបទឹកឲ្យបានច្រើនអញ្ចឹងដើម្បីរក្សាមុខងារតំណនោមឬក៏តំណនោមឲ្យបានល្អនោះយើងត្រូវធ្វើតាម8ចំណុចនេះឲ្យបានគ្រប់គ្នាសូមអរគុណ